ចាសួស្តីអ្នកទាំងអស់គ្នាថ្ងៃមុនយើងនិយាយអំពីសាច់ប្រកបថ្ងៃនេះយើងមកនិយាយប្រធានបទទាក់ទងជាមួយនឹងបន្លែឈើដែលដាក់ក្នុងទូទឹកកកម្ដងដូច្នេះខ្ញុំបែងចែកបន្លែផ្សេងបន្លែឈើផ្សេងហើយរយៈពេលក្នុងការទុកដាក់អញ្ចឹងចំពោះនឹងបន្លែមានដូចជាពួកសាឡាត់ពួកបន្លែដែលមានស្លឹកគឺក្តោបជារួមហ្មងដូចជាស្ពៃដែលមានស្លឹកស្ពៃកញ្ញាញ់ស្ពៃអីហ្នឹងហើយពពួកខាត់ណាដើមខាត់ណាឬក៏ផ្កាខាត់ណាតកួនតសក់ស្បែកគួរផ្សិតស្បែកបារាំងគឺយើងចាត់ទុកក្នុងមួយក្រុមហ្មងហើយបន្លែទាំងអស់ហ្នឹងគឺនៅពេលដែលយើងដាក់ចូលក្នុងទូទឹកកកយើងគួរតែវេចខ្ចប់វាជាមួយនឹងថង់ប្លាស្ទិកដែលអាថង់គេហែចំនួនហ្នឹងយើងគួរវេចខ្ចប់ជាមួយនឹងអាហ្នឹងវារក្សាទុកបានយូរល្អដាក់នៅក្នុងទូទឹកកកឬក៏ដាក់នៅកន្លែងដែលដាក់នៅក្នុងប្រអប់ដែលគេហៅប្រអប់បន្លែឬក៏ប្រអប់ផ្លែឈើហ្នឹងព្រោះអីនៅក្នុងប្រអប់ហ្នឹងគឺវាមានអាប្រឡោះមានខ្យល់ចេញចូលកុំឲ្យវាមានការសើមទឹកឬក៏ការដក់ទឹកនៅហ្នឹងណាអញ្ចឹងអាចទុកក្នុងរយៈពេលចន្លោះពី3ថ្ងៃទៅមួយសប្តាហ៍អាបន្លែដែលខ្ញុំរៀបរាប់មកក្រុមមិញហ្នឹងណាហើយចំពោះស្ពៃក្តោបម្ទេសផ្លោកគឺយើងអាចទុកបានរយៈពេលយូរដែរគឺយើងអាចទុកបានពីរយៈពេល1សប្តាហ៍ទៅ2សប្តាហ៍ចំពោះការ៉ុតវិញការ៉ុតគឺជាបន្លែដែលទុកបានយូរជាងគេយើងអាចទុកពី2សប្តាហ៍ទៅ3សប្តាហ៍បានហើយចំពោះផ្លែឈើវិញយើងបែងចែកផ្លែឈើដែលវាមានសម្បកទន់ហើយសម្បកទឹកខាងក្នុងមានដូចជាផ្លែទំពាំងបាយជូរផ្លែស្ទ្រូប៊េរីល្ហុងទុំស្វាយទុំប៊ឺទុំគឺយើងអាចទុកក្នុងរយៈពេល3ទៅ5ថ្ងៃបានប៉ុន្តែចំពោះផ្លែប៉ោមជាមួយនឹងក្រូចឆ្មាយើងអាចទុកក្នុងរយៈពេលបានពី2ទៅ4សប្តាហ៍ហើយចំពោះបន្លែផ្លែឈើដែលយើងអត់គួរដាក់នៅក្នុងទូទឹកកកមានដូចជាប៉េងប៉ោះចេកពពួកខ្ទឹមគ្រប់ប្រភេទគឺខ្ទឹមបារាំងខ្ទឹមសខ្ទឹមក្រហមពពួកដំឡូងជ្វាដំឡូងបារាំងក៏យើងអត់គួរដាក់ក្នុងទូទឹកកកដែរហើយពពួកអាឡឹកបើសិនជាអាឡឹកហ្នឹងវាទាំងមូលយើងដាក់នៅក្រៅទៅប៉ុន្តែបើសិនជារបស់ហ្នឹងយើងពុះវាចេញហើយយើងត្រូវយកទៅដាក់ក្នុងទូទឹកកកហើយស្វាយខ្ចីក៏យើងអត់គួរដាក់នៅក្នុងទូទឹកកកដែរបកមកសំណួរយើងវិញថាតើបន្លែផ្លែឈើហ្នឹងនៅពេលដែលយើងរក្សាទុកនៅក្នុងទូទឹកកកហ្នឹងគឺវាខូចគុណភាពឬក៏វាបាត់បង់សារធាតុចិញ្ចឹមអត់ចម្លើយគឺវាបាត់បង់ខ្លះដែរអីដែលបាត់បង់ច្រើនជាងគេគឺពួកវីតាមីន C ពួកហ្វូឡាតអាស៊ីតឬក៏យើងហៅថាវីតាមីន B9 ពួកអីដោយសារតែសារធាតុអស់ហ្នឹងគឺវាបាត់បង់ទៅតាមរយៈខ្យល់រយៈពន្លឺឬក៏រយៈការរងអុកស៊ីតកម្មដោយសារតែមជ្ឈដ្ឋានខាងក្រៅឬក៏មជ្ឈដ្ឋាននៅខាងទូទឹកកកហ្នឹងឯងចឹងខ្ញុំសរុបជារួមមកកត្តាដែលធ្វើឲ្យបន្លែផ្លែឈើដែលយើងដាក់ក្លាសេវាធ្វើឲ្យធ្លាក់គុណភាពដែរប៉ុន្តែវាមានកត្តាដែលធ្វើឲ្យធ្លាក់លឿនជាមួយនឹងធ្លាក់តិចអញ្ចឹងបើថាវាមាន3កត្តាទី1កត្តាសីតុណ្ហភាពទី2កត្តាដែលយើងវេចខ្ចប់បានល្អឬក៏អត់ទី3គឺកត្តាដែលគឺរយៈពេលកត្តារយៈពេលបើសិនជាយើងរក្សាទុកកាន់តែយូរធ្វើឲ្យបន្លែផ្លែឈើហ្នឹងកាន់តែធ្លាក់គុណភាពហើយពិសេសរសជាតិគឺធ្លាក់ចុះរសជាតិដឹងតែធ្លាក់ចុះហើយ100%ភាគច្រើនហើយយើងមានកលឹះមួយទៀតដែលដូចមិញយើងនិយាយអំពីផ្លែឈើបន្លែខ្លះផ្លែឈើខ្លះដែលយើងរក្សាទុកបានតែត្រឹម3ទៅ5ថ្ងៃហ្នឹងគឺបើសិនជាយើងញ៉ាំអត់អស់ទេយើងអាចយកដូចជាត្រពាំងបាយជូរឬក៏របស់អីដែលយើងស្ទ្រូប៊េរីអីហ្នឹងយើងអាចយកទៅប្រកបប៉ុន្តែក្រោយពីយើងប្រកបហើយគឺយើងយកវាធ្វើ smoothie វិញមិនថាយើងយកវាទៅក្លុកយើងធ្វើលក្ខណៈដូចក្រែមឬក៏អីញ៉ាំវិញបើយើងយកវាចេញមកហើយយើងទុកវាឲ្យអាលាយអស់គឺវាចាប់ដើមខូចគុណភាពខ្លាំងហើយគឺចាប់ដើមចង់ឲ្យលួយហ្មងណាបន្លែផ្លែឈើដែលសម្បូរទឹកខ្លាំងដែលយើងយកទៅដាក់កក់ហ្នឹងណាដូច្នេះបើមានចម្ងល់អីទាក់ទងជាមួយនឹងការរក្សាទុកបន្លែផ្លែឈើឬក៏សាច់ប្រកបអីបន្ថែមទៀតអាចខមមិននៅក្នុងវីដេអូនេះបានខ្ញុំនឹងចេញវីដេអូនៅវគ្គក្រោយទៀតបាយបាយ